ងជាមួយនឹងអាហ្នឹង plan ទី1របស់គេក្នុងការសម្ភារប្រទេសកម្ពុជាបើសិនជាប្រទេសកម្ពុជានៅតែបន្តមិនព្រមចរចាមិនព្រមបើកឬក៏ករណីដែលថានិយាយទៅខាងថៃស្នើមកយ៉ាងម៉េចប្រទេសកម្ពុជាយើងគឺ say no រហូតហើយអញ្ចឹងនេះគឺជា plan A របស់គេណាហើយ plan B របស់គេគឺបើសិនជាគេបិទការនាំចេញពីនាំចេញប្រេងឥន្ធនៈមកប្រទេសកម្ពុជាពិតមែនគេគិតថាប្រទេសកម្ពុជានឹងធ្វើការស្វែងរកទិញប្រេងឥន្ធនៈពីប្រទេសឡាវជាមួយនឹងប្រទេសវៀតណាមហើយគេក៏គេនិយាយដែរថាប្រទេសឡាវជាមួយនឹងប្រទេសវៀតណាមគឺក៏ទិញប្រេងឥន្ធនៈពីប្រទេសថៃដែរអញ្ចឹងគេអាចនិយាយគ្នាបានពីព្រោះគេគឺជាម្ចាស់តំណែងគេអាចនិយាយទៅអ្នកទិញបានថាខ្ញុំអាចលក់ឲ្យអ្នកឯងបានតែកុំឲ្យលក់ប្រេងឥន្ធនៈហ្នឹងតទៅឲ្យប្រទេសកម្ពុជានេះគឺជា plan របស់គេក្នុងការប្លុកកុំឲ្យប្រទេសផ្សេងហ្នឹងមកលក់ប្រេងឥន្ធនៈឲ្យយើងអញ្ចឹងណាអាហ្នឹង plan B plan C របស់គេបើសិនជាប្រទេសឡាវជាមួយនឹងប្រទេសវៀតណាមអត់ទិញអត់ព្រមលក់ឲ្យយើងទេប្រទេសកម្ពុជាយើងនឹងបំបែរទៅរកទិញប្រេងឥន្ធនៈពីប្រទេសសិង្ហបុរីអញ្ចឹងគេក៏មាន plan មួយទៀតគឺ plan C របស់គេហ្នឹងគឺគេនឹងបិទអាវថៃអ្នកនរគ្នាដឹងស្រាប់ហើយអាវថៃគឺជាច្រកដឹកទំនិញតាមកប៉ាល់ពីប្រទេសសិង្ហបុរីផ្សេងឬក៏ប្រទេសផ្សេងពីក្រៅពីសិង្ហបុរីហ្នឹងចូលមកប្រទេសថៃហើយក៏តពីប្រទេសថៃមកកម្ពុជាដែរអញ្ចឹងគេថាបើសិនជាយើងទៅទិញពីសិង្ហបុរីដឹងតែគេបិទតែច្រកហ្នឹងគឺមិនឲ្យធ្វើម៉េចក៏ដោយគឺកុំឲ្យមានការដឹកប្រេងឥន្ធនៈមកដល់ប្រទេសកម្ពុជានេះគឺជា plan A B C ដែលថៃកំពុងតែធ្វើនឹងគម្រោងរបស់គេមកដល់ប្រទេសកម្ពុជាហើយអានេះក៏ដោយសម្ដេចគាត់និយាយអញ្ចឹងបើសិនជាអ្នកឯងគិតថាធ្វើអញ្ចឹងទៅមិនប៉ះពាល់ដល់